សូមឲ្យផលបុណ្យដែលខ្ញុំធ្វើថ្ងៃនេះឧទ្ទិសដល់ម្ចាស់កម្មពីរបស់ខ្ញុំផងទៅចុះខ្ញុំជាប់ជំពាក់ស្អីនៅទីនេះហេតុអីក៏ខ្ញុំមកដល់ទីនេះអូយនាងមុខដូចខ្ញុំដល់ថ្នាក់នេះនាងប្រកាសជានាងដប់ដួលហើយត្រូវហ៎នាងមកល្អហើយនាងបាត់តាណាបានជាឲ្យខ្ញុំនេះមកត្រូវទទួលថ្មបាក់ជំនួសនាងខ្ញុំបានស្លាប់ហើយអូកំ pl ែងពេកទៅដឹងមកឆោនឹងមុខខ្ញុំឡើងចងងហើយមកនិយាយថាខ្លួនឯងស្លាប់មកទៅជាមួយយើងទៅប្រាប់គេថាយើងនេះមិនមែនជានាងឯងទេហើយយើងធ្វើជានាងឯងយើងឈឺក្បាលណាមានរឿងមិនចេះចាក់ប្រាប់ពួកគេមិនបានទេហេតុអីទៅប្រាប់មិនបានព្រោះថាពេលនេះនាងជាខ្ញុំហើយខ្ញុំជានាងស្អីនេះនាងចង់និយាយពីស្អីហ្នឹងយើងជានាងជាយើងវាជាស្អីទៅខ្ញុំបានស្លាប់ហើយចាប់ពីពេលនេះទៅនាងត្រូវធ្វើជាខ្ញុំឈប់ណាខ្ញុំធ្វើជានាងមិនបានទេព្រោះថាខ្ញុំមិនមែនអ្នកនៅទីនេះខ្ញុំមានការងារជាច្រើនដែលត្រូវធ្វើខ្ញុំគ្មានពេលមកដើរតួជំនួសអ្នកណាទេយល់ពេលនេះខ្ញុំចង់ទៅផ្ទះខ្ញុំនឹកជីវិតស៊ីវិល័យរបស់ខ្ញុំនៅទីនេះសូម្បីតែកាហ្វេមួយកែវក៏គ្មានផឹកដែរនាងទៅវិញពេលនេះមិនបានទេព្រោះថារឿងគ្រប់យ៉ាងបានកំណត់អស់ហើយអូយកំណត់ស្គូតយកស្អីអ្នកណាអ្នកកំណត់វាជាព្រំលិខិតនាងហើយនឹងយើងមានកម្មរួមគ្នាបើនាងចង់ទៅវិញលុះត្រាតែរឿងគ្រប់យ៉ាងវាចាប់សពគ្រប់តែប៉ុណ្ណោះយើងអាចត្រឡប់ទៅវិញបានពិតមែនមែនហើយយើងត្រូវធ្វើអីខ្លះប្រាប់មកនាងត្រូវធ្វើជាខ្ញុំហើយបំពេញតួនាទីជាខ្ញុំឲ្យបានល្អបំផុតធ្វើជានាងហើយរាល់ថ្ងៃនេះខ្ញុំជានាងហើយតើនាងចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចទៀតនាងអូយនាងតាណាហ្នឹងនាងមិនទាន់ប្រាប់ខ្ញុំទេណាថាខ្ញុំត្រូវធ្វើយ៉ាងម៉េចអូយអ្នកនាងនិយាយជាមួយអ្នកណាហ្នឹងអូយអ្នកនាងអោកូនលីទៅមកពីណាហើយកាត់អីនឹងកូនលោកប្រុសលីត្រូវកធាណាលោកស្រីម្ចាស់អ្នកណាហ៊ានធាក់កូនយើងអ្នកណាក៏ធ្វើធម្មតាហ៊ានធាក់លោកប្រុសហ៎គឺអសោមិនអីទេណាម៉ែកូនកំតែចុះពោះតិចតួចអ្នកម៉ែអញ្ជើញទៅសម្រាប់សិនទៅនេះថ្ងៃរៀងខ្ពស់ហើយនឹងកែបនំអ្នកម៉ែទៅសម្រាប់សិនទៅអោហើយកូនតាណាមិនទៅជាមួយគ្នាទេកូនមានធរៈនឹងកែបទៀនម្ចាស់នំអ្នកម៉ែទៅចាលោកស្រីម្ចាស់អញញ៉ាំស្អីនេះឃើញញ៉ាំយូរមកហើយខ្ញុំមានរឿងចង់និយាយជាមួយបងកុំតាខ្ញុំចេះលក់ដៃរឿងបងអីណាពេលនេះបងនៅមានចិត្តស្អែកនឹងលោកមែនទេមែនហើយវិញយ៉ាងម៉េចបងធ្វើបែបនេះមិនគិតថាខ្លួនឯងខុសខ្លះទេបងមានគុណដឹងរួចទៅហើយណាអូខេតើបងមិនគិតថាឯងជាមនុស្សដែលយកពីបងជាងគេតែថ្ងៃនេះឯងមិនយកបែបនេះខ្ញុំយល់ណាបងពីមុនខ្ញុំថាបងហើយនឹងមនុស្សស្រឡាញ់គ្នាប៉ុន្តែពេលនេះលេងដូចមុនអីមកដូចមុនយ៉ាងម៉េចចិត្តមនុស្សប្រែប្រួលតាមពេលវេលាខ្ញុំថាពេលនេះអញឈប់និយាយទៅពេលនេះរំដោអញមិនផ្លែកមែនប៉ុន្តែបងជឿគេមិនដែលឈប់ស្រឡាញ់បងទេគេអញនឹងខឹងដែលបងតំជិបពាក្យជាមួយនឹងចម្ពូប៉ុន្តែរឿងនេះអញក៏មិនអារម្មណ៍អីបងចេះដោះស្រាយហើយសូមជម្រាបថា Channel YouTube ចាស់របស់ក្រុម Channel ថ្មីបានខូចនិងឈប់ប្រើប្រាស់ដូច្នេះក្រុម Channel ថ្មីបានបង្កើត Channel YouTube ថ្មីសូមបងប្អូនជួយចុចជាវឬ Subscribe ក្នុង Channel ថ្មីនេះដើម្បីតាមដានវីដេអូថ្មីៗនិងមានឱកាសឆ្នើទឹកប្រាក់$10រៀងរាល់ចុងខែទៅមកពីធ្វើបុណ្យចិត្តរបស់នាងបែរជាជ្រះថ្លាខ្លាំងហើយណោះប្រកាសហើយយ៉ាងណាក៏សូមជូនបុណ្យកុសលទៅនាងផងណាក្រែងលោចិត្តថ្លឹមរបស់នាងនេះបានស្កប់នឹងគេខ្លះចាប់សម្ដែងពួកជំនួយចិត្តស្ងប់ទៀតទៅនាងក៏ដឹងច្បាស់ពេញទ្រូងថាលោកបងលីមិនអាចឆ្លាញ់នាងទេហើយអ្នកក្នុងវត្តលោកបងលីនឹងនាងរំដួលក៏ធ្វើរឿងអត់គេខ្វះទៅរួចខ្ញុំសរសើរចិត្តរបស់នាងណាពិតជាធ្វើចិត្តបានស្កប់ពិតមែនអ្វីដែលនាងចង់បាននោះគឺឃើញយើងក្តៅក្រហាយឃើញយើងគ្មានក្តីសុខនាងមិនចង់ឲ្យអ្នកណាល្អលើសនាងទេសួរតាមត្រង់នាងមិនហត់ទេដែលធ្វើខ្លួនបែបនេះអ្នកដែលហត់គួរតែជានាងទៅវិញទេដែលខំយកចិត្តយកថ្លៃលោកបងលីតែលោកបងលីមិនចាប់អារម្មណ៍ហើយរឿងដែលថាមិនចង់អ្នកណាល្អលើសយើងវាត្រឹមត្រូវហើយព្រោះថាយើងនេះមកមិនឃើញណាល្អលើសយើងនោះទេចានាងល្អចុះតែសូមឲ្យចិត្តកម្រិតរបស់នាងល្អតាមនាងផងណានាងភីមចាអ្នកនាងម្ចាស់យើងទៅចាជំរាបលាអ្នកនាងម្ចាស់ធ្វើចិត្តឲ្យស្ងប់ទៅបើស្អាតណាត្រូវស្អាតទាំងខាងក្នុងទាំងខាងក្រៅទៀនម្ចាស់អូយ tôi cần vào sân tay để kịp phuអ្នកនាងយើងមិនជឿថាក្នុងចិត្តយើងនេះ
ពេលប្រតិកម្មអីទេ សំសសដែលចិត្តស្មានណាអ្នកនាងចម្ពូពូកែលីអារម្មណ៍មែនទេន ឲ្យតែវាលាក់បាក់រហូតទៅ មកជុំគ្នាលោហើយថ្ងៃនេះយើងមានរឿងចង់និយាយនាងឡុងអាសានចម្ប៉ានាងយ៉ាតាំងពីលពុកអ្នកម៉ែស្លាប់ទៅពួកឯងគិតថាអ្នកណាធំជាងគេនៅក្នុងផ្ទះនេះ ទៀនម្ចាស់គឺលោកប្រុង ត្រូវហើយនៅក្នុងផ្ទះនេះយើងធំជាងគេពួកឯងត្រូវតែនៅក្រុមអាវ៉ាត់របស់យើង ពួកខ្ញុំជ្រាបច្បាស់ណាស់លោកប្រុសហើយពួកខ្ញុំក៏មិនដែលហ៊ានថ្លឹងធំដាក់លោកប្រុសដែរ ល្អ ឯងក៏ដូចគ្នាប្អូនត្រូវនៅតាមប្អូនតតែនេះនៅក្នុងផ្ទះនេះយើងជាអ្នកចាត់ចែងឯងជាស្រីគួរតែរៀបរឹករៀបពីឲ្យបានសមសួនបន្តិចទៅទាំងលុបវិញ្ញាណសទ្ធិគេមើលឃើញគេយកធ្វើជាប្រពន្ធ មុននឹងមកបដៅគេធ្វើខ្លួនឲ្យល្អសិនទៅអ្នកនាង អញនិយាយមិនល្អតតែនេះនៅក្នុងផ្ទះអញជាអ្នកគ្រប់គ្រងហើយឯងរៀននិយាយស្ដីឲ្យល្អខាទៅទាំងរកអត់កន្លែងជ្រកក្បាលអញគ្រាន់តែប្រាប់ទេ ព្រុសចាប់ហើយនៅបើព្រុសចាប់ហើយខ្ញុំសុំតែសម្រាប់ មើលស្រីស្លើដល់ណាទៀតប្រញាប់ទៅរៀបបាយអានស៊ី ទៀនម្ចាស់លោកប្រុសពួកឯងប្រញាប់ទៅតាំង ឈប់មេកយ៉ានៅបំរើយើងនៅទីនេះតិចថ្លង់ទេមកណាមកណាពួកឯងប្រញាប់តិចទៅបំរើយើងទៅនឹងយ៉ា តែលោកប្រុសថ្ងៃនេះខ្ញុំមិនស្រួលខ្លួនទេចាំថ្ងៃក្រោយទៅទៀនម្ចាស់ មានថ្ងៃក្រោយអីទាំងអស់កុំមកចំកេះជាមួយយើងមកណា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  ឬមួយក៏នេះជាហេតុផលដែលយើងត្រូវនៅទីនេះអើយថ្ងៃនេះទៅធ្វើបន់មិនជ្រះថ្លាស្អីទេ មិនជ្រះថ្លាព្រោះតែរឿងហេតុអីទៅលោកជំទាវ ព្រោះតែអ្នករំដួលហ្នឹងណាឲ្យតែយើងឃើញមុខវាបន់ដែលយើងធ្វើទាំងប្រមាណវារើអស់បាត់ហើយ នេះខ្ញុំមិនយល់ទេហេតុអីក៏លោកជំទាវស្អប់អ្នកនាងរំដួលដល់ថ្នាក់ហ្នឹង នាងកែ អូយសំទោសទៀនម្ចាស់ ហើយតាមពិតទៅយើងមិនស្អប់នាងអីណាស់ណាទេប៉ុន្តែតាមពីកូនលីបជប់ពាក្យមកនាងមិនព្រមឈប់តាកតងជាមួយកូនលីសោះ បើគ្រូសាររបស់អ្នកនាងរំដួលមិនធ្លាក់ខ្លួនក៏លោកជំទាវមិនហាមែនទេ មិនកែ អូយទៀនម្ចាស់ នាងឯងចង់ទៅធ្វើវិជាទៀងនាងរំដួលឬក៏យ៉ាងម៉េចបាត់សុទ្ធអញដល់មកឈប់បែបនេះ អូយអត់ទេទៀនម្ចាស់នេះខ្ញុំសុំទោស ហឺនាងនេះចាប់ពីពេលនេះតទៅនាងត្រូវធ្វើជាខ្ញុំនាងទៅវិញពេលនេះមិនបានទេព្រោះថារឿងគ្រប់យ៉ាងបានកំណត់អស់ហើយនាងហើយនឹងយើងមានកម្មរួមគ្នាបើនាងចង់ទៅវិញលុះត្រាតែរឿងគ្រប់យ៉ាងវាចាប់សពគ្រប់តែប៉ុណ្ណោះហាខ្ញុំត្រូវធ្វើជានាងនោះព្រោះវាយ៉ាងម៉េចទៅខ្ញុំមានកម្មអីជាមួយនាងអើយ អូយនាងយ៉ាអើយចំពេញខ្លួនអស់ហើយ ព្រះជួយនេះធ្វើទរណកម្មដល់ថ្នាក់នឹងផងអីពិតជាឈួតមែន អ្នកនាងម្ចាស់ជួយពួកខ្ញុំផងមើលលើប្រុសឈុតធ្វើបាបនាងយ៉ាទៅអូយចំពេញខ្លួនអស់ហើយអ្នកនាង អើយអាចចង្រៃនេះពិតជាចំសៀតមែនហ្នឹងណាសម័យនេះគ្មានច្បាប់ទេអីបានជាឲ្យមកធ្វើបាបមនុស្សតាមអំពើចិត្តបែបនេះពួកខ្ញុំជាអ្នកបង្រើជាទីសកលគ្មានច្បាប់ណាមកការពារពួកខ្ញុំទេអ្នកនាងហើយនេះហ៎ជាហេតុផលដែលនាងចង់ឲ្យខ្ញុំនៅទីនេះមិនអីទេចាប់ពីថ្ងៃនេះតទៅទុកឲ្យយើងនេះជាអ្នកការពារពួកឯង អ្នកនាងនៅក្នុងផ្ទះកំពុងតែពិបាកស្រូវនៅក្នុងជរងក៏អស់នៅតែមិនប្រហែលថ្ងៃទៀតយើងគ្មានអីឆៃទេអ្នកនាង ស្អីគេអស់ហើយឆៃហ៎ក្រែងនេះជាផ្ទះសថីហេតុអីក៏ដុនដាបបែបនេះអ្នកនាងក៏ជ្រាបដែរតាំងពីលោកប្រុសលោកស្រីចែកឋានទៅស្ថានភាពនៅក្នុងផ្ទះយើងធ្លាក់ចុះជាទម្ងន់លោកប្រុសឈុតញៀនស្រាញៀនលបែងរបស់មានតម្លៃនៅក្នុងផ្ទះក៏ចេះតែយកទៅលក់បន្តបន្ទាប់សូម្បីតែស្រូវនៅក្នុងជន្រុកក៏យកទៅលក់អស់ដែរណាអ្នកនាងបើអញ្ចឹងមែនពិបាកហើយយើងគួរធ្វើយ៉ាងម៉េចទៅអូពិតមែនហើយពួកឯងក៏នៅកន្លងពេញហើយដៃជើងក៏នៅមានគ្រប់អញ្ចឹងពួកឯងចេញទៅធ្វើការទៅ ពួកខ្ញុំទៅធ្វើការខាងក្រៅមិនបានទេអ្នកនាងព្រោះពួកខ្ញុំជាអ្នកបម្រើនៅទីនេះបើសិនជាពួកខ្ញុំទៅធ្វើការរកប្រាក់នៅខាងក្រៅស្មើនឹងមិនគោរពម្ចាស់នៅទីនេះហើយអ្នកនាង ហើយស្អីគេគ្រាន់តែចេញទៅធ្វើការនៅខាងក្រៅហ្នឹងក៏ពិបាកដែរហ៎
ហើយចុះយើងនៅតំណេងចេញទៅធ្វើការនៅខាងក្រៅបានអត់ អ្នកនាងគឺជាកូនចៅបញ្ញាជាមនុស្សមានឋានៈការងារដែលអ្នកនាងត្រូវធ្វើគឺដេកបាក់ក្រងផ្កាចំណែកឯការងាររកប្រាក់នៅខាងក្រៅគឺជាការងាររបស់មនុស្សប្រុសទេអ្នកនាង អូយធ្លាក់ខ្លួនដល់ដំណាក់កាលនេះហើយនៅចាំមនុស្សប្រុសមនុស្សស្រីស្អីទៀតហើយសម័យនេះការងារមនុស្សប្រុសគេធ្វើបែបម៉េចខ្លះ ការងារមនុស្សប្រុសគឺរៀនសូត្រពេលដែលមានចំណេះដឹងគឺធ្វើការបម្រើរាជការនិងអ្នកខ្លះទៀតធ្វើការជួញដូររ៉ូស៊ីណាអ្នកនាង ធ្វើចំនួនញ៉ូអូបើចង់មានលឿនត្រូវតែធ្វើចំនួន